តម្រូវការទីផ្សារការងារបច្ចុប្បន្ននេះគឺវាមានតម្រូវការច្រើននៅក្នុងនោះយើងឃើញថាយើងមានតម្រូវការអ្នកដែលគាត់មានជំនាញវិស្វករឧស្សាហកម្មនិងផលិតកម្មវិស្វករសំណង់ស៊ីវិលវិស្វករអគ្គិសនីអ្នកបច្ចេកទេសខាងវិស្វកម្មអេឡិចត្រូនិកហើយនិងអ្នកបច្ចេកទេសគ្រឿងម៉ាស៊ីនប៉ុន្តែបើសិនជាយើងនិយាយពីជំនាញថ្មីម្នាក់សុទ្ធតែនិយាយអំពីខាងផ្នែក Digital ផ្នែក AI ពេលខ្លះនយោជកគាត់តម្រូវការជំនាញមួយចំនួនប៉ុន្តែអ្នកដែលស្វែងរកការងារគឺគាត់ដូចថាមានតែជំនាញផ្សេងអញ្ចឹងវាជ្រោះគ្នាវាក៏អត់ match គ្នាចាសសូមគោរពជំរាបសួរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ចាសកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ត្រូវបានផលិតឡើងនៅក្នុងគោលបំណងអប់រំពិភាក្សាលើកកម្ពស់ការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងកម្លាំងពលកម្មកម្ពុជានាពេលបច្ចុប្បន្ននិងអនាគតចាសការពីសប្តាហ៍មុនយើងបានលើកយកនៅប្រធានបទមួយអំពីការអភិវឌ្ឍជំនាញសម្រាប់ឱកាសការងារនិងភាពរីកចម្រើននៅក្នុងអាជីពដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរបស់យើងចាសគឺលោកជំទាវអ៊ូជាចាន់ម៉ូលីកាដែលលោកជំទាវគឺជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារឬហៅកាត់ថា NEA ហើយនៅសប្តាហ៍នោះយើងបានលើកយកនៅចំណុចខ្លឹមជាច្រើនពាក់ព័ន្ធទៅនឹងឧបសគ្គក៏ដូចជាបញ្ហាប្រឈមសម្រាប់បុគ្គលឬមួយក៏ស្ថាប័នដែលពុំបានយកចិត្តទុកដាក់ទៅក្នុងការអភិវឌ្ឍជំនាញចាសម្រាប់បុគ្គលអាចជាបញ្ហាប្រឈមមួយនៅក្នុងការពង្រីកតួនាទីមុខតំណែងនៅក្នុងទីផ្សារការងារហើយស្ថាប័នវិញក៏អាចជាបញ្ហាប្រឈមនៅក្នុងការធ្វើឲ្យអាជីវកម្មមានភាពរីកចម្រើនផងដែរចាហើយនៅក្នុងសប្តាហ៍នេះយើងក៏មិនទាន់ទៅណាឆ្ងាយពីប្រធានបទខាងលើទេចាយើងចង់ជជែកពិភាក្សាគ្នាបន្ថែមទៀតដោយមានវត្តមានខាងវិស័យឯកជនចូលរួមជាមួយយើងវិញហើយប្រធានបទនៅក្នុងសប្តាហ៍នេះដែរគឺរបៀបជំរុញផលិតភាពសម្រាប់ឱកាសការងារនិងភាពរីកចម្រើននៅក្នុងអាជីពដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរបស់យើងចាស់គឺលោកស្រីស៊ុយសុខាដែលលោកស្រីគឺជាសហនាយិកាក្រុមហ៊ុន HRINC Cambodia ទទួលបន្ទុកនៅក្នុងការផ្តល់សេវាជ្រើសរើសបុគ្គលិកលោកស្រីស៊ុយសុខាផ្ដើមបម្រើការងារនៅក្រុមហ៊ុន HRINC Cambodia នៅឆ្នាំ2005ក្នុងតួនាទីបច្ចុប្បន្នជាសហនាយិកាផ្នែកសេវាជ្រើសរើសបុគ្គលិកក្នុងតួនាទីនេះលោកស្រីជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងការផ្ដល់សេវាប្រឹក្សានិងជ្រើសរើសបុគ្គលិកប្រកបដោយគុណភាពនិងបច្ចេកទេសស្របទៅតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅតំបន់សម្រាប់ដៃគូអាជីវកម្មគ្រប់វិស័យជាមួយនឹងបទពិសោធន៍ជាង20ឆ្នាំកន្លងមកនេះលោកស្រីនៅតែបន្តយ៉ាងសកម្មក្នុងការងារបណ្ដុះបណ្ដាលជ្រើសរើសនិងអភិវឌ្ឍវិស័យធនធានមនុស្សឲ្យកាន់តែមានភាពល្អប្រសើរនៅក្នុងប្រទេសកម្ពុជាចាជំរាបសួរចាជំរាបសួរចាលោកស្រីអញ្ចឹងសុខសប្បាយចាសុខសប្បាយអរគុណចាអរគុណចាលោកស្រីសម្រាប់ការចំណាយពេលវេលាអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះចាសពមួយដងកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់របស់យើងតែងតែលើកនៅប្រធានបទថ្មីយកមកជជែកពិភាក្សាមិនឆ្ងាយទៅណាក្រៅពីការជំរុញផលិតភាពហើយនិងការអភិវឌ្ឍសមត្ថភាពទេយ៉ាងណាមិញកាលពីសប្តាហ៍មុនយើងបានជួបជាមួយនឹងខាងលោកជំទាវអ៊ូជាចាន់ម៉ូលីកាចាពីទីភ្នាក់ងារជាតិនៅមុខរបរនិងការងារហើយយើងបាននិយាយអំពីជំនាញថ្មីមួយចំនួនក៏ដូចជាការវិវត្តនៃជំនាញផងដែរជាកិច្ចចាប់ផ្ដើមនៃសំណួរចង់សួរទៅកាន់លោកស្រីវិញសម្រាប់វិស័យឯកជនតើរបត់នៅក្នុងការផ្លាស់ប្ដូរជំនាញក៏ដូចជាជំនាញថ្មីនាពេលបច្ចុប្បន្នដែលជាតម្រូវការខ្ពស់នៅក្នុងទីផ្សារតើលោកស្រីយល់ឃើញយ៉ាងណាដែរចាអរគុណច្រើនសម្រាប់សំណួរតាក់ទងនឹងជំនាញថ្មីក្នុងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នចាសម្រាប់ខ្ញុំចាប់ផ្ដើមការងារធ្វើនឹងនៅឆ្នាំ2005ចាក្នុងវិស័យ HR តែម្ដងខាងផ្នែកជ្រើសរើសបុគ្គលិកអញ្ចឹងខ្ញុំឃើញថាគ្រាន់តែកលេចមើលវិវត្ត20ឆ្នាំហ្នឹងយើងក៏ចាប់បានដែរថាពេលដែលមានការប្រែប្រួលអញ្ចឹងជំនាញគឺប្រកាសជាវិវត្តទៅតាមតម្រូវការនៃការប្រើប្រាស់របស់អតិថិជនណាចា៎ហើយបើសិនជាយើងកលេចថាឥឡូវថ្មីហ្មង2024 25អីហ្នឹងថាតើហាក់ដូចជាជំនាញដែលកំពុងតែមានតម្រូវការខ្ពស់ខ្ញុំគិតថាវាចាប់ផ្ដើមប្រហែលជា5ឆ្នាំមកហើយតើតើនៅជំនាញខាងបច្ចេកវិទ្យា Digital AI ហាក់ដូចជាចាប់ផ្ដើមនិយាយឥឡូវទាំងអស់គ្នាក៏ប៉ុន្តែសូម្បីតែនាងខ្ញុំផ្ទាល់ឬក៏គណៈគ្រប់គ្រងតាមបណ្ដាក្រុមហ៊ុនបុគ្គលិកទូទៅ
គាត់មិនទាន់ច្បាស់ថា AI ហ្នឹងវាយ៉ាងម៉េចហើយគាត់កំពុងប្រើវាឬនៅតែតាមពិតគឺវាប្រព័ន្ធកុំព្យូទ័រ Google អីកន្លងមកហ្នឹងគឺវាផ្នែកមួយនៃ AI នឹងរួចទៅហើយចាអញ្ចឹងខ្ញុំគិតថា digital skill ឬក៏ជំនាញបច្ចេកវិទ្យា AI ហ្នឹងវានឹងបន្តគ្រប់លំដាប់អភិវឌ្ឍទៅមុខទៀតលើគ្រប់សឹងតែថាមុខតំណែងតួនាទីទាំងអស់បើសិនជាផ្នែកខ្ញុំជាអ្នកទីភ្នាក់ងារឯកជនក្នុងការរកការងារឲ្យគេធ្វើក៏ដូចជារកបុគ្គលិកឲ្យក្រុមហ៊ុនអញ្ចឹងខ្ញុំមើលឃើញប្រមាណចំណុចហ្នឹងដោយសារការងារដែលយើងរើសញឹកញាប់ជាងគេហ្នឹងគឺមានផ្នែកធនធានមនុស្សផ្នែកគណនេយ្យផ្នែកកុំព្យូទ័រផ្នែកលក់ហើយក៏មានផ្នែកផលិតកម្មផងដែរចាហើយនឹងវិស្វករចាគាត់ថាវិស្វករហើយនៅផលិតកម្មខ្ញុំគិតថាវាមានបច្ចេកវិទ្យាក្នុងនឹងរួចស្រេចទៅហើយតាំងពីមុនមកគាត់ថាបច្ចេកវិទ្យាហ្នឹងវាត្រូវការធ្វើបច្ចុប្បន្នភាពអញ្ចឹងតើឲ្យគាត់នឹងចាប់យកអាជំនាញបច្ចេកវិទ្យាថ្មីដើម្បីទៅបញ្ជាម៉ាស៊ីនឬក៏ទៅគូប្លង់អីហ្នឹងណាតែគាត់មានរួចស្រេចហើយជំនាញអស់ហ្នឹងជាផ្នែកមួយនៃជំនាញរឹងរបស់គាត់ហើយចាក្នុងការបំពេញការងារហ្នឹងហើយអញ្ចឹងខ្ញុំសូមខ្លីៗចាប់ផ្ដើមប៉ុណ្ណេះសិនចាអរគុណចាអរគុណច្រើនលោកស្រីមុននេះលោកស្រីលើកឡើងអំពីស្ទើរតែសឹងតែគ្រប់ជំនាញគ្រាន់តែថាវាមានការវិវត្តហើយនឹងមានតម្រូវការជំនាញបន្ថែមអញ្ចឹងបើសិនបើតាមរយៈបទពិសោធន៍ក្នុងការងារកន្លងមកហ្នឹងតើមានអតិថិជនដែលគាត់ដាក់នៅក្នុងការដែលគាត់ជាតម្រូវការចាំបាច់ហ្មងចាតែបុគ្គលម្នាក់ហ្នឹងទាមទារឲ្យលោកស្រីជ្រើសរើសបុគ្គលិកដែលមានជំនាញទាំងអស់ហ្នឹងហ្មងតើជំនាញអ្វីខ្លះទៅដែលចាំបាច់គឺត្រូវតែមានហ្មងមិញយើងនិយាយថាជំនាញបែប digital មែនទេចាអាហ្នឹងថ្មីទេតែខ្ញុំឃើញតាំងពីខ្ញុំបើកចាំងពីពួកយើងធ្វើការកន្លងមក20ឆ្នាំជំនាញតំណែងក៏អត់បាត់តែម្ដងចាចង់និយាយថាតំណែងអីក៏ដោយថ្នាក់ដឹកនាំបុគ្គលិកផ្នែក sales បុគ្គលិកផ្នែករដ្ឋបាលវិស្វករត្រូវការជំនាញតំណែងសំខាន់ចាខ្ញុំធ្លាប់មានប្អូនគាត់អត់សូវចូលចិត្តនិយាយហើយគាត់សួរថាគាត់រៀនអីពេលគាត់រៀនបាក់ឌុបចប់ចាចុងក្រោយខ្ញុំឲ្យយោបល់គាត់រៀន IT ឥឡូវគាត់ជោគជ័យក្នុងវិស័យ IT មែនតែគាត់ថាគេអត់ផុតពីរឿងនិយាយចាជាខ្ញុំថាបើសិនតែយើងចង់គ្រប់គ្រងគេយើងត្រូវចេះនិយាយមួយគេហើយបើសិនតែយើងមិនចេះនិយាយមួយគេយើងមិនចេះឲ្យការងារគេធ្វើយើងធ្វើទាំងអស់អញ្ចឹងយើងអត់មានកន្លែងទៅ grow ទៅជា manager បានទេយើងនៅតែ implementer អញ្ចឹងការងារមួយជោគជ័យធ្វើអីក៏ដោយត្រូវតែចេះតំណែងចាហើយខ្ញុំគិតថាចេញពីតំណែងទៅភាគច្រើនក៏គេទៅសេដែរដោះស្រាយបញ្ហាជំនាញតំណែងអន្តរបុគ្គលអីផ្សេងតែវានៅតែចេញពីតំណែងដដែលសំខាន់ចាទោះបីជាភាពជាអ្នកដឹកនាំខ្ញុំគិតថាបើជំនាញនៃតំណែងគាត់មិនប្រកែទេគាត់ពិបាកអញ្ចឹងអានឹងមួយហើយកុំព្យូទ័រមួយទៀតចាសំខាន់ណាស់មិនថាការងារអីសូម្បីតែការងារផ្នែកលក់ខ្ញុំគិតថាក៏ត្រូវការកុំព្យូទ័រចាឬក៏មិនប្រើកុំព្យូទ័រក៏ត្រូវប្រើបច្ចេកវិទ្យានឹងលើទូរស័ព្ទអីចឹងណាចាអរគុណច្រើនលោកស្រីចង់បន្ថែមទៅនឹងសំណួរដែលនេះខ្ញុំបានសួរពីអន្លើហើយតកតងទៅនឹងបុគ្គលដែរចាបុគ្គលដែលគាត់ពិបាកនៅក្នុងការស្វែងរកការងារចាឬមួយក៏គាត់ចង់ឡើងតំណែងឬក៏ផ្លាស់ប្ដូរទៅការងារដែលល្អជាងមុនតើលោកស្រីអាចដឹងថាបញ្ហាប្រឈមរបស់គាត់ដោយសារតែគាត់អត់មានលទ្ធភាពនៅក្នុងការអភិវឌ្ឍខ្លួនគាត់ឬមួយក៏យ៉ាងណាដែរបានជាការដែលយើងស្វែងរកការងារឬក៏ចង់ផ្លាស់ប្ដូរការងារឲ្យល្អជាងមុននៅតែជាបញ្ហាសម្រាប់គាត់តើមូលហេតុអ្វីដែរចាបញ្ហាអភិវឌ្ឍជំនាញបុគ្គលចាដើម្បីស្វែងរកឱកាសការងារដែលល្អជាងមុនចាបើយើងក៏លេចទៅបរិបទយើងធ្វើការព្រោះយើងថាយើងចេញមកពីដំបូងធ្វើការគេដូចគ្នាអញ្ចឹងពេលដែលយើងធ្វើការឲ្យគេហើយក្នុងនាមយើងជា manager ក៏ដោយយើងមានក្រុមការងារមានផែនការងារអញ្ចឹងខ្ញុំមានអារម្មណ៍ថាម្នាក់គឺរវល់ណាហើយភាគច្រើនបរៀនផ្ទាល់បានន័យថាការងារយើងក្នុងវិស័យហ្នឹងមានតែយើងចេះច្រើនជាងគេដែរអញ្ចឹងយើងបរៀនរបៀបថា on the job training ចាហើយបុគ្គលិកនឹងទៀតសោតពេលខ្លះគាត់ចាត់ចែងពេលវេលាគាត់8ម៉ោងមកធ្វើការហ្នឹងសឹងតែមិនមានពេលឲ្យខ្លួនឯងអញ្ចឹងទៅផ្ទះវិញគឺពេលវេលាផ្ទះហ្នឹងរបៀបអញ្ចឹងណាតទៅពេលព្រលឹមឡើងបានមកដល់កន្លែងធ្វើការវិញគឺធ្វើការ1 2 3អញ្ចឹងណាចាអញ្ចឹងខ្ញុំគិតថាត្រូវគិតទាំងអស់គ្នាចង់និយាយថាទោះបីយើងជាម្ចាស់ក្រុមហ៊ុនសំទោសយើងជួលគេមកយើងត្រូវគិតថា career path ទៅមុខទៀតយ៉ាងម៉េចមិនថាសម្រាប់គេចេញទៅក្រុមហ៊ុនក្រៅទេសម្រាប់ក្រុមហ៊ុនយើងផ្ទាល់នឹងក៏ដោយបើសិនជាគេអាចថាអភិវឌ្ឍជំនាញគេក៏អាចធ្វើឲ្យយើងបានការងារច្រើនជាងមុនផលិតផលមកក្រុមហ៊ុនយើងវិញអញ្ចឹងណាតែខ្ញុំក៏កលេចឃើញមួយជ្រុងទៀតដែរពេលខ្លះក្រុមហ៊ុនឲ្យរៀនហើយបុគ្គលិកនឹងគាត់ហាក់ដូចជាមិនចាប់ឱកាសចា
គាត់រៀនហាក់ដូចជាបានតែរៀនហើយគាត់មិនយកចិត្តទុកដាក់ឬក៏ជាការទំនាក់ទំនងមួយពីខាងក្រុមហ៊ុនមកវិញថារៀនទៅបានអីឬក៏គាត់គិតថាវាគុណតម្លៃនៃការរៀនយ៉ាងម៉េច ចា អញ្ចឹងពីអ្នកបុគ្គលិកគេទៅនេះទោះបីជាក្រុមហ៊ុនមិនទាន់រៀបចំកម្មវិធីឲ្យបានត្រឹមត្រូវថាមួយឆ្នាំមានរៀនប្រមាណដងក៏ដោយបើគាត់ស្វះស្វែងក៏គាត់អាចមានចំណេះដឹងថ្មីដែរ ជាការ ហើយការងារពេលដែលយើងទៅសម្ភាសចង់និយាយថាគេចម្រាញ់សូម្បីតែរើសតាម agency ដោយពួកខ្ញុំក៏ដោយមិនមែនបានន័យថាគេចេះតែយកទេអញ្ចឹង 70% 80% ជាប់ដូចថាធ្វើបាន ចា ទៅបានគេសម្រាប់សម្រាំងយកទៅបរៀនថែមទៀតឲ្យធ្វើអញ្ចឹងបើសិនជាគាត់មិនប្រឹងខ្លួនឯងហើយក្រុមហ៊ុនខ្លួនឯងមិនរៀបចំចាត់ចែងឲ្យទេអានឹងគឺចង់និយាយថាឡើងកម្មជាដើមនេះអាជីពហ្នឹងណាគឺពិបាកហើយនឹងចំណាយពេលចាតែគាត់ថារៀនយើងចំណាយលុយចារៀនចំណាយលុយហ្នឹង ចាមុនហ្នឹងយើងនិយាយអំពីបុគ្គលផ្ទាល់ចាដែលថាអាចនឹងមានបញ្ហាពិបាកផ្សេងឬក៏គាត់មិនទាន់យល់ចឹងទៅបានជាគាត់អត់ទាន់យកការអភិវឌ្ឍខ្លួនជាផែនការអាទិភាពសម្រាប់ជីវិតគាត់ចុះសម្រាប់វិស័យឯកជនឬក៏ស្ថាប័នវិញហេតុអ្វីបានជាយើងសង្កេតឃើញចាគាត់យល់ថាវាសំខាន់ប៉ុន្តែវាអត់ទាន់អាទិភាពគាត់អត់ទាន់ហ៊ានវិនិយោគទៅលើការអភិវឌ្ឍបុគ្គលិកទេតើលោកស្រីជាការយកឃើញផ្ទាល់ខ្លួនលោកស្រីយល់ថាមកពីមូលហេតុអ្វីដែរទៅចា ក្នុងនាមជាក្រុមហ៊ុនយើងព្យាយាមរកដៃគូណាដែលគាត់មានជំនាញក្នុងការបណ្ដុះបណ្ដាលហើយយើងក៏សាកល្បងដែរចង់និយាយថាយើងមានស្ថាប័នល្អៗដែរនៅក្នុងស្រុកដែលយើងព្យាយាមសាកល្បងចាតែពេលខ្លះគុណភាពនៃការបណ្ដុះបណ្ដាលជាកង្វល់របស់យើងព្រោះយើងចង់ចាយកញ្ចប់ថវិកាទៅចំណាយទៅឲ្យចំគោលដៅបានអ្នកបរិញ្ញាបត្រដែរល្អហើយបរិញ្ញាឲ្យបុគ្គលិកយើងអាចយកវាមកធ្វើការវិញគឺគាត់អាចដាក់មកកន្លែងធ្វើការវិញបានចាកន្លែងហ្នឹងខ្ញុំគិតថាកន្លងមកយើងនៅរៀងពេលខ្លះសាកល្បងសិនព្រោះយើងមើលប្រវត្តិគាត់មើលប្រវត្តិការបរិញ្ញាមើលអីផ្សេងយើងថាអូខេតែទៅពេលបរិញ្ញាហើយអត់ដឹងថាប្រមាណភាគរយនៃរៀនហ្នឹងឯងគាត់យកមកធ្វើការវិញបានចារៀនទៅបានសញ្ញាបត្រគាត់ចឹងទៅអាហ្នឹងជាកង្វល់ទី1តែវាតាក់ទងទៅនឹងថវិកាដែរចាហ្នឹងហើយបើសិនជាមានល្អមែនយើងចាយថវិកាទៅត្រូវប្រហែលជាក្រុមហ៊ុនមិនថាខ្ញុំមិនថាគេមានចាទឹកចិត្តក្នុងការចាយឲ្យបុគ្គលិកទៅរៀនចាទី2ប្រហែលជាពេលខ្លះផែនការអាជីពបុគ្គលិកគាត់បើសិនជាគាត់អត់មានខ្ជាប់ខ្ជួនណាចាអញ្ចឹងគាត់ពិបាកក្នុងការមើលឃើញថាបុគ្គលិកនឹងខ្វះអីចាអញ្ចឹងបើសិនជាផ្នែកធនធានមនុស្សគាត់មានការរៀបចំល្អឲ្យដឹងថាបុគ្គលិកគាត់នៅត្រង់ចំណុចណាហើយគាត់មើលឃើញហ្មងថាចំណុចណាដែលល្អចំណុចណាដែលខ្វះខាតចាគាត់នឹងមិនមានភាពស្ទាក់ស្ទើរថាមើលឃើញជាក់ស្ដែងខ្លួនឯងថាដើម្បីទៅមុខទៀតដើម្បីបុគ្គលិកនឹងប្រម៉ូទបានធ្វើបានច្រើនជាងហ្នឹងគាត់ត្រូវការ1 2 3នេះពេលហ្នឹងប្រហែលជាមិនសូវមានការស្ទាក់ស្ទើរក្នុងការចំណាយចាអរគុណច្រើនលោកស្រីមុនហ្នឹងយើងបានជជែកគ្នាអំពីបញ្ហាប្រឈមដែរចាអញ្ចឹងនៅពេលដែលមានបញ្ហាប្រឈមវាមកទន្ទឹមគ្នានឹងដំណោះស្រាយក្នុងឱកាសហើយអញ្ចឹងនេះខ្ញុំចង់ដឹងថាបច្ចុប្បន្ននៅពេលដែលមានវត្តមានរបស់ SDF ដែរអញ្ចឹងថាតើ SDF បានចូលរួមចំណែកយ៉ាងណាដែរទេនៅក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើទាំងបុគ្គលហើយនិងស្ថាប័នចាពិតជាជួយបានច្រើនចាគាត់ថានៅក្នុងទម្រង់មួយទុំទៅចាប់ផ្ដើមបញ្ជ្រាបការយល់ដឹងចាបើខ្ញុំនិយាយពីបុគ្គលខ្ញុំមិនដឹងថាគាត់ជ្រាបបានកម្រិតណាទេតែខ្ញុំតាមដានការវិវត្តនៃមូលនិធិអភិវឌ្ឍជំនាញហ្នឹងគឺឃើញថាគាត់ធ្វើការផ្សព្វផ្សាយច្រើនចាអញ្ចឹងបញ្ជ្រាបពីខ្លួនគាត់ផងបញ្ជ្រាបតាមសភាពាណិជ្ជកម្មផងហើយគេហទំព័រគាត់ហ្នឹងមានការពីចង់និយាយថាម៉េចមានការអាប់ដេតហើយនឹងរស់រវើកព័ត៌មានច្រើនអញ្ចឹងហ្នឹងហើយតែបើក្រុមហ៊ុនខ្ញុំគិតថាគាត់ចាប់ផ្ដើមដឹងហើយចាតែវាហាក់ដូចជាប្រហែលជានៅមានការភ័យខ្លាចកង្វល់មួយចំនួនតែស្ទាក់ស្ទើរបន្តនៅគាត់ដាក់ពាក្យសុំហ្វាន់អីចឹងចាហ្នឹងហើយតែបើសួរថាដោះស្រាយបានអត់បានពួកអីក្រុមហ៊ុនខ្ញុំគិតថាក្នុងបរិបទ 2-3 ឆ្នាំចុងក្រោយនេះយើងជួបនឹងបញ្ហាថវិកាដូចតែគ្នាទេអញ្ចឹងយើងព្យាយាមធ្វើម៉េចទប់ឲ្យមានការងារឲ្យបុគ្គលិកយើងធ្វើព្យាយាមរកអតិថិជនប្រភពចំណូលថ្មីអភិវឌ្ឍភាពចំណុចខ្លាំងរៀងៗខ្លួនរបស់ក្រុមហ៊ុនដើម្បីតាក់ទាញឲ្យបានចំណាយទីផ្សារបន្ថែមទៀតដើម្បីអភិវឌ្ឍអាជីវកម្មអញ្ចឹងគឺការចំណាយគឺជារឿងមួយដែលត្រូវទប់ដែរហ្នឹងហើយចាតែទប់ចំណាយបានន័យថាម៉េចបើយើងទប់ចំណាយទៅលើការអភិវឌ្ឍជំនាញបុគ្គលិកខ្ញុំគិតថាចុងក្រោយវាទៅជាអាចនឹងបញ្ហាប្រឈមនៃការបាត់បង់បុគ្គលិកខ្លះដែរ
ហើយបើសិនជាបាត់បង់ខ្ញុំគិតថាចំណាយក្នុងការរកបុគ្គលិកមួយមកវិញតម្រាំតែគាត់បានជំនាញស្មើអ្នកចាស់អស់ច្រើនខែចាអាចខិតចូលទៅឆ្នាំអញ្ចឹងវាខាតច្រើនអញ្ចឹងទាំងខ្ញុំទាំងគេខ្ញុំគិតថាអត់ចង់បាត់ទេបុគ្គលិកល្អៗជាពិសេសអញ្ចឹងបើសិនជាយើងមានគម្រោងថាយើងចង់បណ្ដុះបណ្ដាលពីមុខនេះ ចា តែថវិកាយើងមានកម្រិត ចា តែឥឡូវនេះមានមូលនិធិមកជួយយើងបាន ចា ហើយយើងយកមូលនិធិ fan ពីមូលនិធិហ្នឹងមកវាធ្វើឲ្យលុយដែលយើងមានសម្រាប់អភិវឌ្ឍបានតែមួយជំនាញឬក៏សម្រាប់តែមួយក្រុមណាមួយនៃបុគ្គលិកយើងអាចធ្វើបានច្រើនជាងនឹង2ដង ជាការពិតចា គឺល្អមែនតើចា ចាអរគុណច្រើនលោកស្រីចង់សួរបន្ថែមដែរលោកស្រីក៏តំណាងឲ្យម្ចាស់អាជីវកម្មមួយដែរនៅក្នុងវិស័យឯកជនចាហើយជឿជាក់ថាអតិថិជនរបស់លោកស្រីក៏សុទ្ធតែជាម្ចាស់អាជីវកម្មចានៅក្នុងវិស័យឯកជនដូចគ្នាអញ្ចឹងក្នុងនាមជាអ្នកតំណាងក្នុងវិស័យឯកជនលោកស្រីគិតថាខ្លួនយើងផ្ទាល់ស្ថាប័នផ្ទាល់តើគួរតែធ្វើការបែបណាជាមួយនឹង SDF ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់នោះចា ចាខ្ញុំគិតថាដំបូងចូលទៅ website គាត់ ចា ហើយចុះឈ្មោះឲ្យបានមួយសិនថាយើងគឺជាក្រុមហ៊ុនឬក៏ស្ថាប័នដែលមានតម្រូវការក្នុងការប្រើសេវាគាត់ហ្នឹងបានន័យថាទៅរក fan ពីខាងគាត់ហ្នឹងទោះបីយើងមិនទាន់មានតម្រូវការក៏ដោយយើងចុះឈ្មោះមួយសិនចាពេលចុះឈ្មោះហើយពេលហ្នឹងយើងនឹងចូលទៅមើលក្នុងគេហទំព័រគាត់ហើយតាមដានបណ្ដាញផ្សព្វផ្សាយរបស់គាត់នានាហ្នឹងយើងនឹងដឹងដែរមានព័ត៌មានអីបន្ថែមទៀត ចា ហើយឥឡូវដែលខ្ញុំដឹងហ្នឹងគឺល្អទី1ហ្នឹងគឺគេមានវគ្គបណ្ដុះបណ្ដាលដែលគេហៅថា pre approval បានន័យថាគេ approve ឲ្យមកតង់ហើយគេដាក់ផ្សព្វផ្សាយចេញឲ្យយើងចុះឈ្មោះចូលរៀនតែម្ដងអញ្ចឹងបើសិនជាអាហ្នឹងគឺលឿនមែនតើគ្រាន់តែចុះឈ្មោះបង់លុយបដិភិដែលយើងត្រូវបង់ហ្នឹងហើយបដិភិដែលគេចេញពី SDF គេដាក់លើនឹងឲ្យយើងឃើញថាវគ្គនេះអស់ប៉ុណ្នេះ SDF ចេញប៉ុណ្នេះភាគរយ ចា បងជាម្ចាស់អាជីវកម្មមានតម្រូវការចង់បញ្ជូនបុគ្គលិករៀនបងចេញតែប៉ុណ្្នេះទេអញ្ចឹងគឺស្រួលមែនតើហើយមួយទៀតបើសិនជាយើងគិតថាវគ្គទាំងអស់ហ្នឹងអត់ត្រូវជាមួយខ្ញុំទេអញ្ចឹងខ្ញុំទៅរកដៃគូដែលជាអ្នកបណ្ដុះបណ្ដាលហ្នឹងទៅសេ proposal គាត់ពីច្រើនអ្នកទទួលខុសត្រូវទេអញ្ចឹងយើងដាក់មួយគ្នាទៅរយៈពេលចាំដែលមានកំណត់ដែលគេទៅសេមាននីតិវិធីគេស្រាប់ហ្នឹងយើងធ្វើបានដូចគ្នាចាតែជំហានទី1គួរតែចាប់ផ្ដើមស្វែងយល់ថា SDF ហ្នឹងជាអីចុះឈ្មោះមួយសិនទៅ ចាអរគុណច្រើនលោកស្រីឃើញថាក្បោះក្បាយមែនតើឆ្លងកាត់តាមការដែលយើងជជែកគ្នាជាមួយអិនលើចាច្រើនដែរហើយអញ្ចឹងអាចថាសូមជាមតិយោបល់ឬក៏ជាសារចុងក្រោយវិញតកតងទៅនឹងការជំរុញផលិតភាពដើម្បីភាពរីកចម្រើនជាបុគ្គលផងនិងអាជីវកម្មរបស់យើងក៏មានភាពរីកចម្រើនផងចាសូមជាសារចុងក្រោយផងចា ចាអរគុណតាមពិតដូចនិយាយរៀងអស់ដែរហើយតែបើសិនជាសង្ខេបមកវិញខ្ញុំគិតថាម្ចាស់អាជីវកម្មកត្តាជោគជ័យរបស់គាត់គឺធនធានមនុស្ស ចា តែយើងបើកអាជីវកម្មចាត់ទុកថាយើងមានថវិកាចោះអញ្ចឹងយើងទុកម្ដុំតែធនធានមនុស្សគឺសំខាន់ចាហើយមួយទៀតឧបករណ៍ដើម្បីឲ្យគាត់ធ្វើការជាហេដ្ឋារចនាសម្ព័ន្ធនឹងឯង ចា មានឧបករណ៍ល្អមានប្រព័ន្ធគ្រប់គ្រងល្អមានបច្ចេកវិទ្យាល្អដែលមិនមានបុគ្គលិកល្អដែលចេះប្រើក៏យើងអត់ជោគជ័យខំប្រឹងសម្រិតសម្រាំងយកបុគ្គលិកល្អតែយើងមិនព្រមវិនិយោគទៅលើឧបករណ៍ដើម្បីឲ្យគាត់ធ្វើការអញ្ចឹងធ្វើឲ្យគាត់នឹងក៏មិនធ្វើទៅបានផលិតភាពល្អដែរពេលហ្នឹងមិនល្អសម្រាប់យើងពេលខ្លះគាត់ឃើញថាសម្រាប់គាត់មិនល្អគាត់អាចចាកចេញដែរអញ្ចឹងវាមិនជួយឲ្យយើងទេមានតែបាត់បង់ផលប្រយោជន៍វិញអញ្ចឹងពីរហ្នឹងខ្ញុំគិតថាគាត់គួរតែយកចិត្តទុកដាក់ហើយវប្បធម៌ក្នុងការគ្រប់គ្រងក្រុមហ៊ុនហ្នឹងគឺសំខាន់ខ្លាំងយើងអត់បាននិយាយច្រើនទេថ្ងៃហ្នឹង ចា យើងនិយាយពីជំនាញអញ្ចឹងណាចាតែបើយើងនិយាយពីផ្នត់គំនិតគឺវាប្រកាសជាតកតងនឹងវប្បធម៌ច្រើនចាអញ្ចឹងខ្ញុំមាន3ហ្នឹងហើយសម្រាប់បុគ្គលទូទៅមិនថាខ្ញុំមិនថាអ្នកដតីឬក៏អ្នកទស្សនាទាំងអស់ហ្នឹងទេគឺមានតែផ្នត់គំនិតទេដែលធ្វើឲ្យយើងអាចផ្លាស់ប្ដូរពីខ្លួនយើងថ្ងៃហ្នឹងទៅថ្ងៃបន្ទាប់ទៀតដែលយើងចង់បានល្អជាងនឹងបានចាហើយផ្នត់គំនិតហ្នឹងគឺអាចចេញទៅជារឿងច្រើនណាស់ដែលយើងអាចស្ដាប់វាគ្មិនដែលគាត់ជាដូចថាមេតិកាអប់រំចាតែសំខាន់ស្ដាប់គាត់ហើយយើងធ្វើអត់ចាហើយយើងធ្វើអីគេខ្លះហើយយើងធ្វើវាជាប់គ្នារហូតអត់អញ្ចឹងនៅតែផ្នត់គំនិតយើងដដែលចាស្ដាប់ទៅតំណងបងអុយល្អដល់ហើយខ្ញុំចង់ជោគជ័យដូចបងអីចឹងណាចាតែគួរតែចាប់ពីជំហានទី1ទៅចាហ្នឹងហើយអញ្ចឹងឲ្យតែចាប់ពីជំហានទី1ទៅហើយព្យាយាមធ្វើវារាល់ថ្ងៃអាហ្នឹងគឺបណ្ដោះអាគំនិតមួយដែលយើងគិតថាយើងអាចយើងចង់រៀនឥតឈប់ឈរបានហើយ
ចាពេលណាយើងចេះហើយយើងរៀនមួយទៀតយើងចេះទៀតដូចកង់អាទេសអញ្ចឹងតែបើយើងមិនចាប់ផ្ដើមធាក់ទៅទេគឺយើងនៅតែឈរមើលយើងបានតែសម័យ ចាអរគុណច្រើនលោកស្រីឃើញថាក្បោះក្បាយមែនតែនឆ្លងកាត់តាមកិច្ចសន្ទនារបស់យើងពីអន្លើមកយើងបានលើកយកអំពីហេតុផលហើយនឹងទាំងបញ្ហាប្រឈមទាំងដំណោះស្រាយជាច្រើនឆ្លើយតបទៅនឹងប្រធានបទរបស់យើងពាក់ព័ន្ធទៅនឹងការជំរុញផលិតភាពក៏ដូចជាធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់យើងរីកចម្រើនផងដែរអរគុណច្រើនចាទស្សនិកជនជាទីមេត្រីបន្ទាប់ពីបានស្ដាប់នៅកិច្ចសន្ទនារបស់យើងជាមួយនឹងវាគ្មិនក្នុងសប្តាហ៍នេះខ្ញុំជឿថាមិនថាតែវិស័យឯកជនឬមួយក៏វិស័យសាធារណៈទេការអភិវឌ្ឍជំនាញពិតជាមានសារៈសំខាន់ក្នុងការដែលអភិវឌ្ឍបុគ្គលផ្ទាល់ខ្លួនក៏ដូចជាអាជីវកម្មឲ្យមានភាពរីកចម្រើនហើយនេះខ្ញុំក៏ចង់គូសបញ្ជាក់ផងដែរថា SDF មិនមែនជាគ្រឹះស្ថានបណ្ដុះបណ្ដាលទេប៉ុន្តែ SDF គឺជាស្ថាប័នអចិន្ត្រៃយ៍មួយដែលគ្រប់គ្រងដល់ការអភិវឌ្ឍជំនាញនៅកម្ពុជាដោយទទួលបានថវិកាគ្រប់គ្រងពីរាជរដ្ឋាភិបាលធនាគារអភិវឌ្ឍអាស៊ីទីភ្នាក់ងារអភិវឌ្ឍបារាំងនិងធនាគារពិភពលោកចាស់ពីកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់របស់យើងនឹងលើកយកនៅប្រធានបទថ្មីផ្សេងទៀតដើម្បីធ្វើការជជែកពិភាក្សានៅសប្តាហ៍ក្រោយសម្រាប់ឯសប្តាហ៍នេះកម្មវិធីរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់នាងខ្ញុំ Clara រួមជាមួយនឹងវាគ្មិនកិត្តិយសក៏ដូចជាក្រុមការងារទាំងអស់សូមអរគុណសូមជម្រាបលា